ជំរាបសួរអំពូមីងពុកម៉ែបងប្អូនទាំងអស់គ្នាចាមកទៀតហើយចាយូរមកម្ដងចាតម្រាំតែមានពេលថតវីដេអូមកវីដេអូឲ្យពុកម៉ែបងប្អូនបានទស្សនាមិនងាយទេណាចាថ្ងៃនេះមកបងរៀនវិធីធ្វើត្រីក្រហមចង្ហុយសមុនไพรចាពុកម៉ែបងប្អូនតោះតែមើលទាំងអស់គ្នាចាឥឡូវម៉ាម៉ាដាក់ដាំទឹកចោលហើយទឹកហ្នឹងយើងដាក់ដេងគល់ក្រីលក្រូចបន្តិចទៅដើម្បីឲ្យវាឈ្ងុយប្រហើរកាត់ជាតិឆ្អាបចាពុកម៉ែបងប្អូនឥឡូវត្រីយើងត្រៀមមករួចរាល់ហើយម្ហូបនេះគឺម្ហូបពាក់កណ្ដាលខែឬក៏ចុងខែពុកម៉ែបងប្អូនអត់អស់លុយច្រើនទេចាទៅផ្សារមកទិញត្រីក្រហមមួយមកឥឡូវយើងត្រៀមគ្រឿងយើងចាពុកម៉ែបងប្អូនអាហ្នឹងគល់ជីវ៉ាន់ស៊ុយចាពុកម៉ែបងប្អូនហើយគ្រឿងដែលម៉ាម៉ាចាក់ចូលទៅហ្នឹងគឺជាគល់លក្រីដេងលក្រូចហើយនឹងម្ទេសចាពុកម៉ែបងប្អូនត្រីក្រហមយើងហ្នឹងហាន់កង់ហាន់ស្ដើងមកដាក់បុកចាបុកឲ្យល្អិតហើយបន្ទាប់មកមានខ្ទឹមក្រហមហើយនិងខ្ទឹមសចាខ្ទឹមក្រហមម៉ាក់ដាក់2មើមដែរបុកឲ្យល្អិតចូលគ្នាមកមិនល្អិតខ្លាំងពេកទេពុកម៉ែបងប្អូនហើយកណាត់ដែលទឹកដែលយើងត្រៀមចំហុយហ្នឹងពុះហើយចាពុកម៉ែបងប្អូនទឹកដែលត្រៀមចំហុយហ្នឹងគឺយើងដាក់គល់លក្រីដែងលក្រូចតិចទៅឲ្យវាឈ្ងុយប្រហើរកាត់ជាតិឆ្អាបអញ្ចឹងពុកម៉ែបងប្អូនមិនបាច់ទៅបុកល្អិតពេកទេពុកម៉ែបងប្អូនបុកឲ្យតែវាមកបែកឲ្យតែវាមានក្លិនតិចមកបន្ទាប់មកចាក់ដាក់លើត្រីយើងមកហើយដាក់រ៉ូឌីប៊ីចេងស្ករទឹកត្រីប្រេងខ្យងតាមដែលរសជាតិពុកម៉ែបងប្អូនចូលចិត្តមកចាចូលចិត្តរសជាតិមិនដាក់រសជាតិអញ្ចឹងមកចាដល់ហើយបន្ទាប់មកយើងច្បល់វាឲ្យចូលឲ្យសពឲ្យចូលសាច់ត្រីពុកម៉ែបងប្អូនជាក់ស្ដែងហ្នឹងគេផ្អាប់ទុកប្រហែលជា5នាទីឬក៏10នាទីបងប្អូនដោយសារម៉ាក់ហ្នឹងពេលវេលាវិគៀកធ្វើការដែរអញ្ចឹងអត់បានផ្អាប់ទុកទេគឺច្បល់វាហើយគឺដាក់បដ ாய் ដាក់ក្នុងឆ្នាំងបដ ாய் ចាបងប្អូនបន្លែពុកម៉ែបងប្អូនចំណងចិត្តអីដាក់ទ្រាប់តាមនឹងមកបានចាអត់ដូចថាយើងជួយចិត្តបន្លែអីយើងដាក់ទ្រាប់បានទាំងអស់ឥឡូវយើងរៀបត្រីដាក់លើបន្លែរួចហើយឬលើសឹងយើងរួចហើយម៉ាក់ក៏ជួយចិត្តជីវ៉ាន់ស៊ុយលក្ខខ្ទឹមយើងទៅដាក់ពីលើក្របពីលើភ្លឹបទៀតមកហើយខណៈដែលទឹកដែលយើងត្រៀមចង្ហុយហ្នឹងក៏ពុះហើយដាក់ភ្លឹបពីលើចឹងមកសឹងវារៀងតូចពេកពុកម៉ែបងប្អូនវារៀងហើយម៉ាក់រកអាការ៉ូបសឹងពិតនឹងអត់ឃើញទេដឹងតាណាទេដាក់ការ៉ូបនឹងក្របទៅអត់អីទេបើកមកម្ដងទៀតឆ្អិនបដ ாய் ហើយឡងឈ្ងុយបងម៉ែបងប្អូនតែដោយសារម៉ាក់អត់បានអាប់វាទុកប្រហែលជា10នាទី5-10នាទីអញ្ចឹងណាពេលអញ្ចឹងទៅវាអត់តន់ចូលជាតិក៏ប៉ុន្តែបើយើងញ៉ាំជាមួយគ្រឿងសមុនត្រៃយើងហ្នឹងអូយនិយាយពីជាតិសាហាវហ្មងបងម៉ែបងប្អូនចង់និយាយចឹងណាប្រយ័ត្នពេលវេលាប្រយ័ត្នលុយហើយគ្រឿងផ្សំក៏ងាយទៀតដូចម៉ាក់នេះ5អញ្ចឹងម៉ាក់អត់អស់លុយទៅអស់ទៅថ្លៃត្រី10000ហ្នឹងហ្មងបន្លែក៏បន្លែអ្នកម្ដាយនឹងសួនតបេះមកឥឡូវរួចរាល់ហើយឆ្អិនហើយសាច់ត្រីឡងផ្អែមហើយបើញ៉ាំជាមួយសមុនត្រីទៀតអូយនិយាយពីឡងជាតិហ្មងនេះវីដេអូនេះថតពីម្សិលមិញឥឡូវថ្ងៃនេះម៉ាក់មកបញ្ចូលសលេងមានអារម្មណ៍ថាហេវម្ដងទៀតចាឥឡូវដល់វាភ្លក់ហើយក្តៅយកងាប់បខំឲ្យគ្នាភ្លក់មើលពុកម៉ែបងប្អូនឃើញទេជាតិណាស់មួយម៉ាត់ដំបងមានអារម្មណ៍ថាទាំងក្តៅទាំងហិលអូយគួរឲ្យខ្លាចមែនឆ្ងាញ់យេនិយាយទៅគឺពេលធ្វើម្ហូបខ្លួនឯងឆ្ងាញ់អញ្ចឹងគឺឲ្យបន្ទុកខ្លួនឯងអញ្ចឹងលក្ខណៈដូចវាឆ្ងាញ់ណាស់ពុកម៉ែបងប្អូនណាជាចុងក្រោយគ្មានអីច្រើនទេពុកម៉ែបងប្អូនមានតែពាក្យថាអរគុណរាល់ការទស្សនាវីដេអូតាមដានវីដេអូរបស់ម៉ាក់ចាអរគុណច្រើនមែនទែនមិនថាម៉ាក់ផុសវីដេអូអីទៅគឺតែងតែតាមដានម៉ាក់រហូតជាចុងក្រោយមានអីច្រើនទេចាជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយណាចា